chọc mấy ở đời rồi khôi lắm mấy nè là cá ní cho giật đời thích khôi khôi cọt trắng mình khôi cọt trời mà giờ ngày lớn mình nói mọi chăm trai phải chỉ tu tớiนี่là cả đây đại dương tăng nơiក្នុងទូប្រភេទអូតូម៉ាទិកឬក៏អូតូម៉ាទិក chronograph តម្រូវឲ្យវាមាន power អញ្ចឹងបើយើងដាក់នៅក្នុងទូប្រកបណាស់នេះលកាដៃហ្នឹងគឺអត់មាន power ទេអញ្ចឹងបើយើងយកចោះយកឡើងនេះលកាដៃហ្នឹងនឹងដើរអូនឃើញទេតនិចនេះដើរប៉ុន្តែអូនក៏អាចចុច chronograph បានដែរចាំមើលបងសាកចុចឲ្យអូនមើលគឺអត់ដើរទេ chronograph ហ្នឹងគឺវាមានបញ្ហាឯងប៉ុន្តែបើសិនជា power វាមិនគ្រប់គ្រាន់ឬក៏គ្រប់គ្រាន់ហើយវាចុចអត់ដើរទៀតប្រកបណាស់នាឡិកាដៃហ្នឹងមានបញ្ហាអញ្ចឹងបើសិនជាយើងចង់ធ្វើតេស្តនៅលើ power automatic power chronograph គឺយើងតម្រូវឲ្យយើង move power វាឲ្យគ្រប់សិនឲ្យវាមានថាមពលនៅក្នុងនាឡិកាដៃសិនទើបយើងអាចលេងបានឧទាហរណ៍ថាបើយើងអត់ចង់ move ទេអញ្ចឹងតម្រូវឲ្យយើងពាក់ពីចន្លោះពីកន្លះម៉ោងទៅ1ម៉ោងទើបយើងអាចលេងchronograph បានអូតូ chronograph បានអញ្ចឹងឥឡូវនេះបងសាកលេងឲ្យអូនឯងមើលទីទូទៅអានេះគឺ lock sound អញ្ចឹងជំហានទី1គឺបងប្អូនត្រូវតែ move power ឡើងទៅលើឬសូត្រចោលប្រមាណជា10ទៅ20ជុំទៅ30ជុំសិនទៅទើបធ្វើឲ្យនាឡិកាដៃនោះមាន power អាចលេង chronograph នៃប្រភេទនាឡិកាដៃអូតូ chronograph បានចឹងខ្ញុំមូវាឲ្យច្រើនជុំសិនទៅហើយបើសិនជាបងប្អូនអត់ចង់មូទេបងប្អូនត្រឹមតែមូប្រហែលជា10ជុំហើយបងប្អូនពាក់ក្នុងចន្លោះពីកន្លះម៉ោងទៅ1ម៉ោងចាំបងប្អូនលេង chronograph ទៅវានឹងអាចដើរតែបើសិនជាវាមិនដើរទេប្រកាសណាស់នាឡិកាដៃបងគឺស្អិតប្រេងឬខូចគ្រឿងម៉ាស៊ីនណាមួយហើយបងប្អូនទើបបានធ្វើឲ្យ chronograph វាមិនដើរ chronograph ហ្នឹងវាអត់ដើរបងប្អូនឥឡូវនេះខ្ញុំមូ power របស់វាពេញហើយបងប្អូនអញ្ចឹងបងប្អូនអាចលេងបានឥឡូវខ្ញុំសាកចុចឲ្យបងប្អូនមើលបងប្អូនឃើញវាដើរហ៎ chronograph អាតនិចវែងនេះគឺជា chronograph នៃវិនាទីនៃ chronograph បាទទូចនេះគឺវិនាទីនៃម៉ោងវិញបងប្អូនចាំមើលទៀតវាវិលបងប្អូនណាអញ្ចឹងបងប្អូនឃើញវាដើរហើយទៀតអានេះដើរអានេះលោតក្រឹកអញ្ចឹងឥឡូវនេះខ្ញុំកុំឲ្យខាត់ពេលយូរខ្ញុំចុចវា stop សិនតមក reset អាក្រមបងប្អូនឃើញវាវត្តមកចំណុច00វិញអញ្ចឹង chronograph នេះគឺវាអត់មានបញ្ហាទេប៉ុន្តែវាអត់មាន power នៅក្នុងនាឡិកាដៃថាមពលនៅក្នុងនាឡិកាដៃអញ្ចឹងបើសិនជាបងប្អូនធ្វើតេស្តដូចខ្ញុំហើយ chronograph បងប្អូនអត់ដើរមានន័យថាម៉ាស៊ីនរបស់បងប្អូនអាចនឹងស្អិតអាចនឹងមានបញ្ហាដោយប្រការណាមួយអញ្ចឹងបងប្អូនអាចសាកល្បងធ្វើតេស្តបែបនេះនឹងដឹងថានាឡិកាដៃបងប្អូនមានបញ្ហាអត់ហើយសម្រាប់ mode មួយនេះគឺជាប្រភេទនាឡិកាដៃប្រើថ្ម chronograph វាក៏ដូចគ្នាដែរបើសិនជាវា off power off ថាមពលនៃថ្មខ្សោយថ្មក៏វាអាចចុចអត់ដើរដែរបេតុងនេះប៉ុន្តែនាឡិកាដៃនេះគឺមានថ្មអញ្ចឹងខ្ញុំសាកចុចលេងឲ្យបងប្អូនមើលបន្តិចទៅឃើញវាដើរបងប្អូនអញ្ចឹងពេលដែលយើងចង់ stop យើង stop ឡើងលើដែរមក reset មកអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ពាក់ព័ន្ធនឹងនាឡិកាដៃឬក៏ចម្ងល់នានាបងប្អូនអាច comment នៅក្រោមវីដេអូនេះបានសូមអរគុណសូមជម្រាបលា